បន្តទៅទៀតនេះក្រុមសិល្បៈល្ខោនបាសាក់វងភីសកុនធីសម្រងយ៉ងស្រុកបាត់ទីខណ្ឌតាកែវសូមជូនកំរងផ្ទាំងទស្សនីយភាពល្ខោនបាសាក់រឿងដែកជោយត់ខ្ញុំឈ្មោះមាសមានក្រុមងារជាអុកញ៉ាដៃជោប្រាមាសពេលចេញដំណើរទៅហើយទីតាអូនស្រែងឆាបងនេះដល់ពេលវេលាដែលបងត្រូវចេញដំណើរទៀតហើយមែនទេនឹងហើយអូនដល់ពេលវេលាបងហើយណាអូនបានរៀបចំរួចរាល់ហើយឆ្នាំបាត់របួសដើម្បីត្រៀមរៀបចំសម្រាប់បងចេញទៅប្រយុទ្ធអូប្រសើរណាស់អូនប្រសើរណាស់បងមានប្តីសម្លាញ់គិតទៅឲ្យតែនគរកើតកលយុគវឹកវរប្តីរបស់អូនតែងតែមានតួនាទីដឹកនាំតបចេញទៅប្រយុទ្ធគ្រប់ពេលវេលាហើយក៏តែងតែនាំមកនៅស្នាដៃដ៏ធំធំប្តីរបស់អូនខ្លាំងពូកែណាស់អូនស្រែចាបានធ្វើពលិកម្មបម្រើជាតិយ៉ាងនេះគឺជាមហាកិត្តិយសមួយដ៏ធំធេងណាស់អូនប្រកាសណាស់បងជាក់ស្ដែងថ្មីមកនេះបងបានកំចាត់នៅជនក្បត់ជាតិមានដូចជាបល័យកងចាក់ជាដើមប្តីសម្លាញ់ប៉ុន្តែលើកនេះអូនបានលើកគេនិយាយថាស្ដេចសម្រែខ្លាំងពូកែណាស់ណាបងមិនអីទេអូនមិនអីទេបើអញ្ចឹងសូមអូនកុំបារម្ភឲ្យសោះណាអូនសូមជូនពរបងណាបងណាអញ្ចឹងឯអូនចាអរគុណណាស់ប្រពន្ធសម្លាញ់ចិត្តបងអ
សុកចុះណែកុំបីព្រួយបារម្ភដល់បងអីអូនចាបងឯណាយតបាទលោកជំទាវបានរៀបចំរួចរាល់ហើយឬនៅយតកងទ័ពរបស់យើងរៀបចំរួចរាល់ហើយឬនៅហ្នឹងលោកគ្រូខ្ញុំបានធ្វើតាមការរៀបចំដោយការដែលលោកគ្រូក្រុងទុកប៉ុន្តែថ្ងៃនេះយើងរៀបចំតែទ័ពសេះតែប៉ុណ្ណោះណាលោកគ្រូប្រសើរណាស់ស្រែនអូនចាបងលាអូនសិនហើយណាប្តីសម្លាញ់សូមបងប្រុងប្រយ័ត្នឲ្យមែនតែនអូនសូមលើកម្រាមទាំង10ប្រសពបួងសួងសូមពរជ័យពីទេវតានិងវត្ថុស័ក្តិសិទ្ធិដែលនៅលើលោកគុណលោកឪពុកអ្នកម្ដាយគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃតាមខំក្រងថែរក្សាបងនិងកងទ័ពទាំងអស់សូមឲ្យបងទទួលបាននូវជោគជ័យណាបងណាសាចាសាបងអរគុណណាស់អញ្ចឹងបងលីអូនសិនហើយណាអូនណាអញ្ចឹងតិចចាស់យតបាទលោកជំទាវថែរក្សាលោកគ្រូឯងឲ្យបានល្អណាយតណាលោកជំទាវផ្ញើសេចក្តីទុកចិត្តមកលើយតចុះចាខ្ញុំលាឲ្យលោកជំទាវតិចចាស់សូមទទួលបានជោគជ័យណាយតទទួលបាននូវជោគជ័យតៃចាស់យកតៃចាស់បងតៃចាស់សូមទទួលបានជោគជ័យណាបងណាតាំងនាមខ្លួនឯងថាព្រះសម្រេចរាជាទីរាជមិនយូរមិនឆាប់យើងនឹងបានក្រឹងរាជនៅក្នុងអាណាចក្រកម្ពុជាទាំងមូលចាក់ជាខានឯណាលោកអុកញ៉ាវិភាគគណៈវាយសោះលោកអុកញ៉ាក្រាបថ្វាយបង្គំព្រះអង្គល្អហើយយ៉ាងម៉េចទៅឲ្យផែនការដែលយើងឲ្យដើរកែនពលសឹកនិងប្រមូលស្បៀងនោះតើបានលទ្ធផលយ៉ាងម៉េចទៅហើយទូលព្រះបង្គំបានធ្វើតាមបរិយាបញ្ជារបស់ព្រះអង្គបានកប់ប្រសើរបានជោគជ័យឲ្យក្រាបទូលបានត្រឹមតែប៉ុណ្ណេះទេព្រះអង្គទូលព្រះបង្គំបានចាត់មនុស្សរបស់ទូលព្រះបង្គំដើរបញ្ចុះបញ្ចូលអស់អាណាប្រជានារីឲ្យបានដឹងថាស្ដេចសម្រេចព្រះរាជាធិរាជចេះមុនគាថាអាចហៅទឹកភ្លៀងបានក្រាបទូលអូប្រសើរណាស់លោកអុកញ៉ាវិភាគណាបើស្អីចូលតោងខំប្រឹងកែនទៅតាមបទបញ្ជារបស់យើងព្រោះមិនប្រមាណថ្ងៃខាងមុខទៀតទេយើងត្រូវតែដឹកនាំកងទ័ពឡោមវាំងព្រះជ័យចេស្តានៃក្រុងឧដុង្គត្រូវតែដណ្ដើមយកមកធ្វើជាទឹកដីបរិយានគររបស់យើងឲ្យទាល់តែបានក៏ប៉ុន្តែព្រះអង្គម្ចាស់ទូលព្រះបង្គំទើបទទួលដំណឹងបានពីលោកមេកងសោមថាយ៉ាងម៉េចដៃជោមាសនឹងយត់កំពុងតែនាំទ័ពដើម្បីមកពត់នៃបន្ទាយបកលរបស់យើងឲ្យក្រាបទូលតើវានាំទ័ពរបស់វាមកតិចឬក៏ច្រើនប្រហែលជា200នាក់តែប៉ុណ្ណោះទេក្រាបទូលដៃជោមាសដឹកនាំកងទ័ពដូចជាសម្ដីដែលលោកកំពុងតែនិយាយតែវាមិនដឹងទេថាផែនការរបស់វាត្រូវយើងបំផ្លាញចោលប៉ុន្មានថ្ងៃមុនវាបានឲ្យអ្នកនាំសាររបស់វាយកសម្បត្តិទៅឲ្យចៅមឿងគោកសេះនិងចៅមឿងកំពង់ហាវតែភ្នាក់ងារសម្ងាត់របស់វាត្រូវកងទ័ពយើងចាប់បានយើងក៏បានចេញបញ្ជាកាត់ទោសប្រហារជីវិតពួកគេទៅហើយដូច្នេះទើបវិហារដឹកនាំកងទ័ព
ចំនួនប៉ុណ្ណេះដើម្បីមកតតាំងជាមួយនឹងយើង បើសិនជាសម្រាប់ដេជោមាសបានតែចៅចេះស្ដាដូចជាដាច់ប្រហោះខាងស្ដាំដូចនេះដែរហើយរឿងមួយទៀតវាងដែលយើងកំពុងតែកសាងនៅដែនមឿងកំពង់ហៅនេះបើទោះបីជាមិនទាន់រួចរាល់តែយើងសូមឲ្យលោកផ្សព្វផ្សាយនេះបញ្ជារបស់យើងឲ្យអាណាបញ្ជារឿងអស់ដែលរស់ក្រៅអាវត្តរបស់យើងព្រោះនេះគឺជាវាំងរបស់យើងយល់ទេ ទទួលរៀបបញ្ជា លោកអង្គញាវិភា ណាបាយផ្សេង បាទដូច្នេះរៀបចំកម្លាំងកងទ័ពដើម្បីតតាំងជាមួយដេជោមាសទៅ លោកគ្រូមកដល់ពេលនេះហើយហេតុអីបានជាពួកយើងមិនឃើញទ័ពរបស់លោកចៅមឿងទាំងពីរអញ្ចឹង មែនហើយយ៉តផែនការរបស់យើងប្រហែលជារលាយខួរអស់ហើយមើលទៅ យោដេជោមាស យ៉តប្រុងប្រយ័ត្នបន្តិចយ៉ាងម៉េចស្ដេចសម្រែស្គាល់យើងច្បាស់ណាស់ណោ អ្នកណាមិនល្បីដេជោមាសមានស្នាដៃខាងក្បួនធ្វើសឹកសង្គ្រាមអាចផ្ដួលរំលំព្រះចៅឆៃណាឲ្យដួលរលំបាក់បបក្របខ្លាចដោយសារតែស្នាដៃតែជុំមាននោះអី ណែបើអ្នកដឹងដូច្នេះហើយចូលខ្លួនឲ្យយើងនាំទៅក្រុងឧដុង្គតាមស្រួលភ្លាមទៅ យោដាស់ ស្ដេចសម្រែ ណែដាច់ជុំមាសងេដាច់មាសងងខ្លៅនឹងចូលរត់ដៅថ្ងៃនេះងេហាយ៉ា ឯងកុំអេកអាង ពេលតែចូលមាសណាមាសវាលងងខ្លៅនឹងចូលរត់ដៅក្នុងថ្ងៃនេះងេហាយ៉ាមិនបាច់អួតអាងយើងមិនខ្លាចទេឡើយ ឯងកុំ ចូល អេក ម អាង កបងកាយាមករកមកណា ណែស្ដេចសម្រែយ៉ាឯងពូកែពិតណា មានអាណាបកែដល់យើងនេះ តែចិត្តគុំនឹកអស់ចាំណាស់ណាដាច់សម្រែលោកលុនផ្ដាច់ការណែស្ដេចសម្រែយ៉ាឯងពូកែពិតណាតែចិត្តគុំនិតណាលុបលុនផ្ដាច់ការធ្វើបាបឲ្យរៀបងាយ៉ារងទុកខ្លោចសា អាណារឹងទុកយ៉ាងម៉េចក៏យើងខ្វល់ដែរ អាញាចូលមកចាប់មើលខ្លួន យោដែលជួមាស ស្ដេចសម្រែ បើឯងអាចយកសពយកដៃទាំងពីររបស់ឯងទៅចាប់ផ្កាយដែលនៅលើមេឃបានទើបឯងអាចចាប់ព្រះសម្រែរាជាធិរាជយើងនេះបាន ស្ដេចសម្រែអ្នកកំពុងតែយល់ឃើញថាមេឃធំប៉ិនក្របបាយប្រៀបដូចជាសត្វកង្កែបនៅបាតអណ្ដូងហើយ យ អ្នក ត់ ត្រូវដឹងឲ្យច្បាស់ទៀតថាបើសិនជាមានភ្នំមួយខ្ពស់រមែងតែមានភ្នំមួយខ្ពស់ទៀត យត់មើលទៅយត់ស្គាល់ខ្ញុំច្បាស់ណាស់តែយត់ដឹងទេថាពេលដែលខ្ញុំប្រកាសខ្លួនធ្វើជាស្ដេចយត់មានបានស្គាល់ប្រវត្តិដើមរបស់ខ្ញុំច្បាស់ដែរទេ យើងស្គាល់ឯងច្បាស់ណាស់កាលដើមឡើយឯងត្រឹមតែជារាជធម្មតាម្នាក់ហើយឈ្មោះសំនៅក្រាំងសម្រែ ច្បាស់ណា នៅ ស់ ខេត្តបរិបូរណ៍នេះ រួចហើយអ្នកឯងក៏បានធ្វើដំណើរទៅសិក្សាគុណវិជ្ជានៅឯភ្នំទុកមាសខេត្តកំពង់ស្វាយពេលដែលអ្នកឯងចេះចប់គុណវិជ្ជាអស់ហើយអ្នកឯងមិនបានយកគុណវិជ្ជាទាំងអស់នេះទៅបម្រើទឹកដីបរិយនគរទេបែរជាអ្នកឯងមានចិត្តក្បត់បង្កើតទ័ពតាក់ទាញហើយអ្នកឯងក៏បានប្រកាសប្រាប់ទ័ពគ្នាថា
ជាស្ដេចសម្រែរាជាធិរាជ មើលទៅយត់ស្គាល់ប្រវត្តិរបស់ខ្ញុំច្បាស់ណាស់បើអញ្ចឹងចូលខ្លួនមកបំរើយើងក្នុងនាមយើងគឺជាព្រះសម្ដែងរាជាធិរាជនេះទៅ អូមនុស្សក្បត់ជាតិការស្រមើស្រមៃដល់ស្អុយគ្រប់របស់ឯងនេះវានឹងនាំឲ្យខ្លួនរបស់ឯងនេះវិនិច្ឆ័យអន្តរាយជាក់ជាមិនខានទេ បើអញ្ចឹងយើងនឹងធ្វើឲ្យសិស្សព្រមទាំងគ្រូឯងទាំងពីរនាក់ព្រមទាំងកងទ័ពរបស់ឯងត្រូវចោលឆ្អឹងនៅខ្លោងទ្វារបន្ទាយនេះហើយកងទ័ពទាំងអស់គ្នាចូលកំចាត់ពួកវាកុំឲ្យរួចសុំឲ្យតែម្នាក់ ប្រយ័ត្នខ្លួនណា អស់លោកទាំងអស់គ្នា តាមហើយទៅ តាមវាកុំឲ្យរួចអ្នកណាប្រឆាំងដាច់ខាតត្រូវតែសម្លាប់ ទៅទៅជាតើចាំហើយ